này nhầm bọc ở tay cô hai ấy bọc bự sang đó à lên nhầm lộ môi thật hai spy មូលហេតុមុនដំបូងបងប្អូនខ្ញុំឃើញត្រាប់ញងមកផ្ទះខ្ញុំល្អហើយបងប្អូនកុំច្រឡំណាត្រាប់ញងហ្នឹងខ្ញុំអត់បានដាំទេដុសខ្លួនឯងបងប្អូនដុសក្រោមដើមខ្ទឹមហ្នឹងដាំមុខផ្ទះហ្នឹងបងប្អូនដល់អញ្ចឹងបងប្អូនខ្ញុំបុកតែគោរឿងអត់ដែរចោលរឿងត្រាប់ញងហើយត្រាប់ញងបងប្អូនសិតសម្ោចហ្មងខ្ញុំតដាក់កត្រៃកាត់បើអញ្ចឹងបងប្អូនបេះមកសម្ោចទុំដៃសិតសម្ោចភ្លើងហើយបងប្អូនណាដឹងមិនបានដុសមកល្អមែនដុសមុខផ្ទះហើយរបស់ដែលខ្ញុំចូលចិត្តទៀតហើយបងប្អូនបុកសាច់គោដល់អត់ដាក់ត្រាប់ញងអញ្ចឹងអត់ទៅឆ្ងាញ់អញ្ចឹងណាបងប្អូននឹងស្រាប់បងប្អូនឃើញសម្ោចនឹងខំដៃខ្ញុំឡើងពេញទាំងអស់ហើយបងប្អូនបន្ទាប់ញ៉ាំបន្លែខ្ញុំមាន3មុខមានត្រាប់ញងហើយមានថាថៅពណ៌ស្វាយហ្នឹងខ្ញុំទិញគេទេហើយមានត្រីគួរមុខទៀតខ្ញុំដាក់បន្លែតែ3មុខថ្ងៃហ្នឹងបងប្អូនហើយបងប្អូនបុកហើយខ្ញុំលាងបន្លែលាងអីហើយខ្ញុំភ្លេចថាមានតែពាំងឆ្ងោរនៅក្នុងទូ2ដុំទៀតចឹងណាបងប្អូនបន្លែខ្ញុំមានមួយមុខបន្តិចដល់សារអីខ្ញុំហូបសល់តែចង់ដូចថាថ្ងៃទឹកថ្ងៃអីចាំដើមខ្ញុំប្រមូលអស់ហើយបងប្អូនត្រាប់ពណ៌ស្វាយខ្ញុំហ្នឹងគេហៅថាថៅពណ៌ស្វាយខ្ញុំច្រឡំមិនត្រាប់ខ្ញុំមិនដែរឲ្យដាច់ទេខ្ញុំចូលចិត្តហូបលក់ចឹងណាបងប្អូនហូបប្រហុកចឹងហូបដូចថាកាពិបុកអីខ្ញុំចូលចិត្តដែរហើយបងប្អូនតាពាំងនេះក៏ខ្ចីល្អដែរហើយតែគោខ្ញុំអត់អាំងឲ្យឆ្អិនទេបងប្អូនខ្ញុំអាំងដូចថាមកបន្ទាប់ដូចថា40%អីបានហើយខ្ញុំទិញយកសាច់ត្រឡក់ក្នុងចឹងណាបងប្អូនចាត្រឡក់ក្រៅក៏បានត្រឡក់ក្នុងតែគោបុកបើខុសពីសាច់ត្រឡក់ហ្នឹងហូបអត់ទៅកើតចឹងអត់ទៅឆ្ងាញ់ចឹងបងប្អូនរឿងស្វិតដល់សាច់ត្រឡក់ចឹងរឿងផុយហើយបងប្អូនខ្ញុំអាំងអត់ឲ្យឆ្អិនទេខ្ញុំអាំងមើលព្រឹកព្រៀងចឹងខ្ញុំអាំងហើយចឹងបងប្អូនខ្ញុំអាប់កាប់កសាំងហើយកសាំងខែហ្នឹងវាចាស់ល្អបងប្អូនកសាំងតបុកតែគោតដាក់កសាំងនឹងចាស់តិចកសាំងខ្ចីក៏ដាក់ទៅឆ្ងាញ់ដែរតែកសាំងខែហ្នឹងអត់មានខ្ចីទេបងប្អូនតតែចាស់ឲ្យតែខែធ្លាក់ខ្យល់ហើយបងប្អូនកសាំងខ្ញុំដាក់4ចាដាក់4ចឹងឲ្យរឿងជូរល្មមខ្ញុំអត់ដាក់ប្រើក្រូចឆ្មាទៀតទេហើយបងប្អូនតែគោខ្ញុំយកឆៅកដាលចឹងបងប្អូនដាក់ឲ្យរឿងឆ្អិនណាក្នុងក្រៅចឹងតែឆៅកដាលតើធ្វើចឹងមិនឆ្ងាញ់ពុតអីឆ្អិនពេករឹងបងប្អូននឹងស្រាប់តែគោបុកតែរឹងឆ្អិនតិចរឹងហើយបងប្អូនបន្លែខ្ញុំឡើងមកច្រែងគាត់បន្លែបុកខ្ញុំចូលចិត្តហូបបន្លែហើយតែគោខ្ញុំថ្ងៃហ្នឹងទិញចំនួនកន្លះគីឡូបងប្អូនទិញកន្លះគីឡូចឹងដោយសារអីគីឡូបងប្អូនខ្ញុំគាត់មកហូបដែរចឹងខ្ញុំអត់ទៀងតែខ្ញុំធ្វើឆ្អិនមិនគាត់មកតែអត់ទាន់ធ្វើឆ្អិនចឹងគាត់អត់ទាន់មកទេបងប្អូនខ្ញុំគាត់ចំណាំតែចឹងហើយបងខ្ញុំដាក់រឿងប្រហុកក៏រឿងចាស់តិចមកដាក់ប្រហុកក៏ចាស់តិចរឿងប្រើស្ករត្នោតចឹងឲ្យរឿងផ្អែមមុតចឹងបងប្អូនតែស្ទើប្រហុកจึงដាក់បន្លែច្រើនក៏អត់ទៅឆ្ងាញ់ដែរខ្ញុំចូលចិត្តប្រហុកហ្នឹងមកខ្ញុំចូលចិត្តប្រហុកបងប្អូនបន្ទាប់មួយបន្លែចាហើយបន្ទាប់មកខ្ញុំបុករឿងគ្រឿងមុំហើយខ្ញុំដាក់តែគួរចូលចឹងណាកាច់តែគួរដាក់បន្តិចចឹងតែគួរមិនដាក់ច្រើនពេកបងប្អូនតែដាក់ច្រើនរឿងភ្លាវញ៉ាំចាខ្ញុំដាក់តែគួរដាក់អីហើយអស់ចឹងខ្ញុំដាក់តែគួរខ្ញុំចូលហើយដាក់តែគួរចូលហ្នឹងបងប្អូនកុំច្រឡំបុកខ្លាំងពេកតែបុកខ្លាំងពេកហ្នឹងបែរតែគួរនឹងអស់ទៀតគាត់ដាក់ច្បល់ចូលគ្នាហើយចុងក្រោយគេអស់គឺជាណាហ្នឹងបងប្អូនអត់បានចាបងប្អូនរឿងខ្ញុំបុកហើយខ្ញុំអត់បានឬភ្លក់ចាអត់តាន់ដុះតនៅភ្លក់សិនដូចថារឿងថែមថយអីមិនខ្ញុំថែមថយក្នុងត្បាល់មានជាតិទិញក្រៅថែមលេងឆ្ងាញ់មកបងប្អូនទៅដកទិញក្រៅដូចថាដួសដាក់ចានដួសអីចឹងថែមលេងត្រូវដូចថាលេងត្រូវគ្រឿងចឹងណាចាត្រាប់ញងក៏ខ្ញុំអត់បុកដែរក៏ខ្ញុំបុកហើយបានខ្ញុំរោយពីលើអញ្ចឹងណាបងប្អូនដល់ចុងក្រោយគេអស់ថែមជីវ៉ាន់ស៊ុយខ្ញុំចូលចិត្តណាបងប្អូនណាជីវ៉ាន់ស៊ុយក្លិនឡើងឈ្ងុយមកខ្ញុំអត់ដែរចោលទេហើយតែពាំងហ្នឹងបងប្អូនកុំច្រឡំថាខ្ញុំបុកជាមួយក៏យើងផ្ទាប់ជាមួយតែគោបុកហើយទេដូចថាបុកជាមួយក៏អត់ទៅឆ្ងាញ់ដែរវារឿងចេញទឹកដល់អញ្ចឹងយកបន្លែផ្ទាប់អញ្ចឹងមកបងប្អូនណាខ្លះដូចចូលចិត្តខ្ញុំដូចថាខ្ញុំចូលចិត្តរឿងបុកអញ្ចឹងបងប្អូនបុកតែគោអញ្ចឹងបុកកុំឲ្យរឿងម៉ត់ហើយឲ្យរឿងជូរឲ្យហិលអញ្ចឹងមកហើយបងប្អូនណាតែពាំងឡើងខ្ចីលវក់ហើយបងប្អូនបើបានតិចទៀតមកនិយាយឆ្ងាញ់អែមថាខ្ញុំអត់ទៅចេះហូបខ្ញុំអត់ទៅចេះហូបតែតិចបានតែអញ្ចឹងទេបានហូបបាយហូបអីចឹងមកបើត្រាប់ស្រួយបងប្អូនណាឲ្យត្រាប់ញងត្រឡំត្រាប់ស្រួយខ្ញុំចូលចិត្តហូបត្រាប់ស្រួយហ្មងបងប្អូនដាក់ត្រូវគ្រឿងគ្នាហ្មងណាខ្ញុំថាមែនបងប្អូនខ្ញុំចឹងខ្ញុំហូបបាយមកពាក់កដាលដូចថាចិត្តអស់ហើយចឹងបងប្អូនខ្ញុំគាត់ទៅមកអញ្ចឹងណាបងប្អូនខ្ញុំតែអញ្ចឹងឲ្យបងប្អូនរៀបធ្វើអត់តមកទេមែនទេបងប្អូនក៏ពិតគាត់ឡៃធ្វើមកហូបតែខ្ញុំដែរដល់គាត់អាសាមកលេងតែខ្ញុំអញ្ចឹងមកដល់ចែកដនពេលហូបបាយអញ្ចឹងណាបងប្អូន